អតិភិបបំផុតគឺបញ្ឈប់សង្គ្រាមកម្ពុជាថៃឲ្យបានឆាប់បំផុតនិងការពារប្រជាពលរដ្ឋស៊ីវិលលោកវ៉ាងវិញពីងអគ្គរដ្ឋដ្ឋានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថានៅថ្ងៃទី15ខែធ្នូម្សិលមិញអត្តភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមនិងការពារប្រជាពលរដ្ឋស៊ីវិលលោកនិយាយដោយក្តីសង្ឃឹមថាភាគីទាំងកម្ពុជាថៃនិងអត់ធ្មត់ជាអតិបរមាចាត់វិធានការដើម្បីឈានទៅបទឈប់បាញ់ឲ្យបានឆាប់បំផុតដើម្បីកសាងសន្តិភាពនិងស្ថិរភាពនៅតាមព្រំដែននិងដើម្បីផលប្រយោជន៍ប្រជាជនបើតាមអគ្គរដ្ឋទូតនៅភ្នំពេញប្រទេសចិនគឺនៅតែបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីលើកកម្ពស់ការសន្ទនាឈានទៅដល់ការកសាងសន្តិភាពហើយចិននៅតែបន្តទូនីតិស្ថាបនាតាមវិធីរបស់ខ្លួនក្នុងការនាំមកនៅបទឈប់បាញ់របស់កម្ពុជាថៃដើម្បីកសាងសន្តិភាពការចេញសារអំពាវនាវរបស់លោកវ៉េងវ៉ាងពីងធ្វើឡើងក្រោមការនាំពាក្យរបស់ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យប្រទេសថៃនិងកម្ពុជាបញ្ឈប់ការបាញ់គ្នាជាបន្ទាន់ដើម្បីជៀសវាងសង្គ្រាមរីករាលដាលកាន់តែធំដោយចិនសន្យានឹងចូលរួមសម្របសម្រួលដើម្បីនាំយកសន្តិភាពមកវិញតាមរយៈប្រតិកម្មនេះមហាអំណាចចិនសង្ឃឹមថាកម្ពុជាថៃបញ្ឈប់ការប្រយុទ្ធគ្នានិងកាត់បន្ថយភាពតានតឹងឲ្យបានឆាប់បំផុតអ្នកនាំពាក្យក្រសួងការបរទេសលោកโจឆៃខុនបាននិយាយថាចិននៅតែបន្តមើលលើឆន្ទៈរបស់ភាគីទាំងពីរក្នុងការធ្វើឲ្យអស់ពីសមត្ថភាពដើម្បីជំរុញការចរចាដើម្បីសន្តិភាពនិងដើរតួស្ថាបនាតាមរបៀបរបស់យើងដើម្បីនាំយកនៅបទឈប់បាញ់និងការស្ដារសន្តិភាពរវាងប្រទេសទាំងពីរ